ឬបងមងថាឥឡូវស្ងាត់មនុស្សស្ងាត់ទីផ្សារមិនសូវមានមនុស្សជួបផ្សារហើយមួយទៀតគាត់ថាចំណាក់ស្រុកច្រើនអញ្ចឹងធ្វើឲ្យការលក់របស់គាត់ធ្លាក់ចុះខ្លាំងតែដល់ខ្ញុំបាន research បានសិក្សាទទួលស្គាល់ថាវិបត្តិសេដ្ឋកិច្ចហើយនឹងចំណាក់ស្រុកច្រើនក៏ប៉ុន្តែអ្វីដែលគាត់មិននឹកស្មានដល់ដែលគាត់គិតមកដល់គឺពិភពអនឡាញបានចូលមកដល់ចូលឆ្នាំ2007អញ្ចឹងផ្ទុះឆ្នាំ2019អញ្ចឹងការលក់អនឡាញការគេហៅថា digital marketing ហ្នឹងហើយមួយទៀតគឺការដឹកជញ្ជូនហើយការដឹកជញ្ជូនឥឡូវក៏មានតម្លៃធូរអញ្ចឹងហើយបានធ្វើឲ្យការលក់នៅក្នុងផ្សារហ្នឹងមានការស្ងាត់ខ្លាំងហ្មងស្ងាត់ខ្លាំងផ្សារខ្លះក៏បាត់ផ្សារខ្លះក៏មិនសូវមានមនុស្សដើរអញ្ចឹងហើយបានធ្វើឲ្យគាត់មានការលក់ធ្លាក់ចុះខ្លាំងហើយមួយទៀតសំខាន់ដែលយើងមើលម្លងគឺផ្សារទំនើបឥឡូវមានច្រើនមួយទាំងផ្សារសុផាផ្សារឡាក់គីផ្សារជីម៉ុងគាត់ផ្សារ3ហ្នឹងសឹងថាមនុស្សចូលមួយថ្ងៃច្រើនណាស់ច្រើនអញ្ចឹងហើយបានធ្វើឲ្យផ្សារបច្ចុប្បន្នមានការបាត់មនុស្សច្រើនពីពួកមនុស្សឥឡូវគឺគាត់ high so មនុស្សស៊ីវិល័យមនុស្សឥឡូវមិនដូចស្រីមុនណាស្រីមុនគាត់រៀងបុរាណក្មេងឥឡូវគាត់ស៊ីវិល័យគាត់រៀងចិត្តភាពដើរផ្សារផងប្រាជ្ញផង relax គ្នាផងកាន់ទូរស័ព្ទផងរុញកន្ត្រកផងហើយនៅក្នុងផ្សារទំនើបមានសពបែបសពយ៉ាងគាត់ទិញបដាគាត់ហូបបដាអញ្ចឹងហើយបានធ្វើឲ្យម្ដងគាត់មិនចង់ទៅផ្សារបុរាណទេពកពីបបាច់អញ្ចឹងណាធំក្លិនធំអីមួយទៀតការលក់អនឡាញហ្នឹងគឺគាត់មានការកំ pl ុកកំ pl ាញគាត់និយាយធ្វើឲ្យគេចាប់អារម្មណ៍អញ្ចឹងការ live របស់គាត់សិនជាអ្នកប្រកែកនិយាយគាត់ដែល live មកដល់ 2k 3k ហ្នឹងអញ្ចឹងការលក់របស់គាត់គាត់នឹងមួយគាត់ចាប់យកអតិថិជនមិនតិចណាចុះមនុស្សលក់អនឡាញច្រើនញងាប់អញ្ចឹងគាត់ចាប់អតិថិជនបានច្រើនណាស់អញ្ចឹងហើយបានធ្វើឲ្យទីផ្សារបុរាណស្ងាត់គាត់ខ្លាំងហ្មងហើយការទិញឥឡូវគេឆាតទៅតាម Telegram តាមឆាតតាម Facebook ឬក៏ Call អញ្ចឹងគេចរចាតម្លៃគ្នារួចរាល់ហើយអញ្ចឹងអត់ពិបាកគាត់ទៅចុះផ្ទាល់ចរចាជាក់ស្ដែងតាំងមាត់តាំងកទៅមុខគ្នាអញ្ចឹងហើយទី1គឺ delivery ឥឡូវមានតម្លៃថោកទៅ2000ទៅ3000អញ្ចឹងធ្វើគាត់អត់សាញទេអត់សាញពិបាកទៅដល់ផ្សារ